Hello everyone, nice to meet you again. Welcome back to our class. Today we are going to learn about why. សួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាជាថ្ងៃនេះយើងនឹងសិក្សាមេរៀនបន្តទៀតដែលទាក់ទងទៅនឹង why ចាជាថ្ងៃមុនយើងរៀន what, where and when ចឹងថ្ងៃនេះយើងនឹងបន្តទាក់ទងទៅនឹង why ចាចឹងយើងនឹងរៀនទាំងអស់គ្នាចឹងពាក្យថា why នេះមានន័យថាហេតុអ្វីគេប្រើពាក្យ why ហ្នឹងគឺដើម្បីសួររកហេតុផលចា ask for a reason ចា reason នេះមានន័យថាហេតុផលចាឥឡូវយើងចូលមើលឧទាហរណ៍ចានេះ why are you happy ចា why are you happy ចាហេតុអ្វីបានជាអ្នកសប្បាយចិត្តចាហេតុអ្វីបានជាអ្នកសប្បាយរីករាយអញ្ចឹងណាចា why are you happy ចាដល់ពេលយើងឆ្លើយមកវិញចាយើងឆ្លើយមកវិញគឺនេះយើងឆ្លើយស្របមកវិញណាយើងប្រើ I am happy because I passed my exam ចា I am happy because I passed my exam ចាចឹងខ្ញុំសប្បាយចិត្តហ្នឹងពីព្រោះឬក៏ដោយសារតែខ្ញុំបានប្រឡងជាប់ចាចឹង passed នេះមានន័យថាជាប់ចា exam នេះមានន័យថាប្រឡងចា I passed my exam នឹងមានន័យថាបានប្រឡងជាប់ចា Why do you learn English ចា Why do you learn English ចាហេតុអ្វីបានជាអ្នករៀនភាសាអង់គ្លេសចាអញ្ចឹងយើងចង់ប្រើប្រយោគសួរគេហេតុអ្វីបានជាអ្នកចង់រៀនភាសាអង់គ្លេសយើងប្រើប្រយោគមួយនេះចា Why do you learn English ចាដល់ពេលយើងឆ្លើយមកវិញឆ្លើយស្របមកវិញណាចា I learn English ចា I learn English because I want to improve my speaking ចា I learn English because I want to improve my speaking ចាចឹងខ្ញុំរៀនភាសាអង់គ្លេសហ្នឹងគឺដោយសារតែឬក៏ពីព្រោះខ្ញុំចង់ចាធ្វើឲ្យប្រសើរឡើងនៅការនិយាយរបស់ខ្ញុំនិយាយជាភាសាអង់គ្លេសហ្នឹងណាចាចឹងពាក្យថា learn នេះមានន័យថារៀនណា learn កន្លែងនេះ English ភាសាអង់គ្លេស because ពីព្រោះឬក៏ដោយសារ I មានន័យថាខ្ញុំ want មានន័យថាចង់ចា improve improve មានន័យថាធ្វើឲ្យប្រសើរឡើងឬក៏កែលម្អវាធ្វើឲ្យប្រសើរឡើងជាងមុនអញ្ចឹងគេប្រើពាក្យថា improve ចា my របស់ខ្ញុំ speaking ការនិយាយការនិយាយមានន័យថា speaking I learn English because I want to improve my speaking ខ្ញុំរៀនភាសាអង់គ្លេសហ្នឹងដោយសារតែខ្ញុំចង់ចាធ្វើឲ្យប្រសើរឡើងនៅការនិយាយរបស់ខ្ញុំចាឥឡូវយើងមើលបន្តទៀតទាក់ទងនឹង why នឹងដែរហើយយើងចង់សួរគេថាហេតុអ្វីបានជាអ្នកនៅទីនេះចាហេតុអ្វីបានជាអ្នកនៅទីនេះឥឡូវហ្នឹងចា Why are you here ចាយើងសួរបែបនេះ Why are you here ចា here នេះមានន័យថាទីនេះចា Why are you here ចាហេតុអ្វីបានជាអ្នកនៅទីនេះដល់ពេលយើងឆ្លើយមកវិញយើងឆ្លើយស្របមកវិញខ្ញុំនៅទីនេះពីព្រោះខ្ញុំចង់ជួបអ្នកចាពេលយើងឆ្លើយ I am here because I want to meet you I am here because I want to meet you ចាអញ្ចឹងខ្ញុំនៅទីនេះពីព្រោះឬក៏ដោយសារតែខ្ញុំចង់ជួបអ្នកចាអញ្ចឹងពាក្យថា meet មានន័យថាជួបwant to meet you ចង់ជួបអ្នកចាមួយទៀតគឺ Why are you sad Why are you sad today យើងអាចបាក់ពាក្យ today នៅក្រោយក៏បានដែរហេតុអ្វីបានជាអ្នកមើលទៅមិនសប្បាយចិត្តសោះថ្ងៃនេះ Why are you sad Why are you sad sad នេះមានន័យថាអត់សប្បាយចិត្តឬក៏សោកសៅមានទុក្ខព្រួយអញ្ចឹងអាចបកប្រែបានច្រើនតែអ្នកគ្រូបកប្រែនៅទីនេះគឺមិនសប្បាយចិត្តឬក៏ហេតុអ្វីបានជាអ្នកមានទុក្ខព្រួយម្លេះថ្ងៃនេះយើងអាចបកប្រែអញ្ចឹងណា Why are you sad Why are you sad today ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តសោះថ្ងៃនេះឬក៏ហេតុអ្វីបានជាអ្នកសោកសៅម្លេះថ្ងៃនេះដល់ពេលយើងឆ្លើយមកវិញ
Yeah. I am sad because I lost my money. Yeah. I am sad. Yeah. Because I lost my money. Yeah. ចឹងខ្ញុំមានទុក្ខព្រួយឬក៏ខ្ញុំមិនសប្បាយចិត្តហ្នឹងគឺពីព្រោះតែខ្ញុំបានបាត់លុយរបស់ខ្ញុំយ៉ា lost នេះមានន័យថាបានបាត់យ៉ា money នេះមានន័យថាលុយយ៉ា I lost my money ខ្ញុំបានបាត់លុយរបស់ខ្ញុំចាឥឡូវយើងទៅមើលតទៀតគឺ why is she crying យ៉ាហេតុអ្វីបានជានាងយំយ៉ាដល់ពេលយើងឆ្លើយមកវិញឆ្លើយស្របមកវិញមក she is crying because យើងអាចឆ្លើយថាប៉ានេះក៏បានដែរ because she is hungry ចា because she is hungry ចាពីព្រោះតែនាងហ្នឹងឃ្លានពេកចឹងទៅបានជានាងយំចា hungry នេះមានន័យថាឃ្លានណាចា because she is hungry ចាពីព្រោះតែនាងឃ្លានចាអញ្ចឹងបាននាងយំចាឥឡូវយើងមើលតទៀតនេះគឺ why do you like pizza why do you like pizza ចាហេតុអ្វីបានជាអ្នកចូលចិត្តញ៉ាំ pizza ចាអញ្ចឹង why ហេតុអ្វី do នេះគឺនៅក្នុងទីនេះគឺអត់មានប្រើបែបប្រែថាធ្វើទេគឺនៅក្នុងន័យវេយ្យាករណ៍ទាក់ទងនឹង present simple នេះវាទាក់ទងនឹងវេយ្យាករណ៍ទៀតតែសំខាន់បងប្អូនទាំងអស់គ្នាត្រូវចាំតែប្រយោគនេះសិនគេសួរបែបម៉េចសួរថាហេតុអ្វីបានជាអ្នកចូលចិត្តញ៉ាំ pizza ម្ល៉េះយើងប្រើបែបនេះ why do you like pizza យ៉ាអញ្ចឹងហេតុអ្វីបានជាអ្នកចូលចិត្ត pizza យ៉ាអញ្ចឹងពាក្យថា like នេះចូលចិត្ត pizza ហ្នឹងគឺ pizza នឹងឯងចា why do you like pizza បើយើងចង់សួរថាហេតុអ្វីបានជាអ្នកចូលចិត្តការ៉េម្ល៉េះ why do you like ice cream យើងគ្រាន់ដូរកន្លែងទៅនេះ pizza ដល់ ice cream វិញមកចាហេតុអ្វីបានជាអ្នកចូលចិត្ត hamburger why do you like hamburger យើងគ្រាន់ដូរនៅខាងក្រោយនេះមកអញ្ចឹងដូរទៅជាប្រយោគថ្មីមួយទៀតហើយចាឥឡូវយើងឆ្លើយប្រយោគនេះចា why do you like pizza ចាពេលយើងឆ្លើយវិញ I like pizza ហើយយើងឆ្លើយមកវិញយើងឆ្លើយស្របអញ្ចឹងដូចតែខ្មែរយើងដែរថាគេសួរថាហេតុអ្វីបានជាអ្នកចូលចិត្ត pizza អញ្ចឹងយើងឆ្លើយស្របទៅតាមប្រយោគគេវិញខ្ញុំចូលចិត្ត pizza ចាព្រោះវាឆ្ងាញ់អញ្ចឹងទៅភាសាអង់គ្លេសក៏អញ្ចឹងដែរ I like pizza ហ្នឹងមានន័យថាយើងឆ្លើយស្របទៅកាន់សំណួររបស់គេ I like pizza because it is delicious because it is delicious ដោយសារតែ pizza ហ្នឹងគឺវាឆ្ងាញ់បានជាគេចូលចិត្តចាអញ្ចឹងពាក្យថា delicious មានន័យថាឆ្ងាញ់ចាពាក្យនេះមានន័យថាឆ្ងាញ់អញ្ចឹងនេះគ្រូដាក់ពណ៌លឿងនេះគឺមានន័យថាពាក្យពិបាកហើយអញ្ចឹងបងប្អូនទាំងអស់គ្នារៀនប្រយោគនេះគឺយើងបានស្គាល់ពាក្យច្រើនហើយនឹងយើងចាំបានច្រើនដែរចាអញ្ចឹងយើងត្រូវចាំចំណាំវាមួយទៅចឹងយើងរៀនច្រើនយើងរៀនតទៅមុខទៀតយើងនឹងចេះសង្ប្រយោគហើយ Thank you for watching my video. Yeah. See you next video. Bye bye.